Kia Visto គឺជាឡានទីក្រុងតម្លៃប្រហែលម៉ូតូស្កូភីដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាឈ្មោះរបស់ Visto គឺមានភាពល្បីរន្ទឺខ្លាំងដែលអាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងហៅបានយ៉ាងស្ទាត់មាត់អ្វីដែលពិសេសរថយន្តរាងតូចល្អិតនេះគឺមានជម្រើសម៉ាស៊ីន Turbo ទៀតដែលមានកម្លាំងក្បែរ100សេសដែរហើយមានល្បឿនអតិបរមារហូតដល់150គីឡូម៉ែត្រក្នុង1ម៉ោងពិតជាមិនគួរឲ្យជឿមែនដោយពាក្យគេថាឃើញតូចកុំចង់មើលងាយដើម្បីជាការឆ្លើយតបទៅតាមសំណូមពររបស់បងប្អូនប្រិយមិត្តថ្ងៃនេះស្វាខាសូមធ្វើការមុជឲ្យជ្រៅទៅឲ្យឆ្ងាយកាយឲ្យខូងជាមួយនឹងរថយន្ត Kia Visto ដើម្បីកុំឲ្យខាតពេលយូរសូមនាំអារម្មណ៍បងប្អូនប្រិយមិត្តចូលទៅគៀកឲ្យចិត្តខ្លឹមសារវីដេអូទាំងអស់គ្នាតាមពិតទៅ Visto គឺជារថយន្តទីក្រុងខ្នាតតូចទ្វារ5មួយប្រភេទនៃក្រុមហ៊ុន Kia ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តមួយនៃសាធារណរដ្ឋកូរ៉េខាងត្បូងហើយរថយន្តនេះត្រូវបានផលិតឡើងដំបូងកាលពីឆ្នាំ1998មកម្លេះវាត្រូវបានឌីហ្សាញឡើងពីគំរូរថយន្ត Hyundai Atos ដែលជារថយន្តផលិតដោយក្រុមហ៊ុន Hyundai ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តលំដាប់យក្សមួយនៅឯសាធារណរដ្ឋកូរ៉េខាងត្បូងផងដែរដោយឡែកសម្រាប់ការរចនាគឺ Kia Visto មាននៅភាពសាមញ្ញបំផុតតែវាក៏ជារថយន្តមួយដែលស័ក្តិសមបំផុតសម្រាប់ការផ្លាស់ទីក្នុងទីក្រុងជាមួយនឹងរូបរាងតូចល្អិតរបស់វាដែរដោយវាមានបណ្ដោយ3495មីលីម៉ែត្រទទឹង1495មីលីម៉ែត្រកម្ពស់1580មីលីម៉ែត្រនិងគម្លាតកង់ត្រឹមតែ2380មីលីម៉ែត្រតែប៉ុណ្ណោះបើនិយាយអំពីជម្រើសម៉ាស៊ីនវិញគឺរថយន្ត Kia Visto មាននៅជម្រើសម៉ាស៊ីនសាំង3ស៊ីឡាំងទំហំ 0.8 លីត្រកម្លាំងត្រឹមតែ54សេសតែប៉ុណ្ណោះនៅរង្វិលជុំម៉ាស៊ីន6000 RPM និងកម្លាំងរមូល72 Nm នៅរង្វិលជុំម៉ាស៊ីន4000 RPM ដោយឡែកសម្រាប់ម៉ាស៊ីនមួយប្រភេទទៀតគឺជាប្រភេទជម្រើសម៉ាស៊ីនដែលបំពាក់មកនៅ Turbo មានកម្លាំងខ្លាំងជាងម៉ូដែលធម្មតាគឺវាមានកម្លាំង70សេសនៅរង្វិលជុំម៉ាស៊ីន6000 RPM និងកម្លាំងរមូលរហូតដល់103 Nm នៅរង្វិលជុំម៉ាស៊ីន4000 RPM ចំពោះល្បឿនជាអតិបរមាសម្រាប់ម៉ូដែលធម្មតាគឺ145គីឡូម៉ែត្រក្នុង1ម៉ោងនិងម៉ូដែល Turbo គឺ150គីឡូម៉ែត្រក្នុង1ម៉ោងដោយឡែកសម្រាប់ប្រព័ន្ធគ្រឿងក្រោមវិញសម្រាប់ផ្នែកខាងមុខគឺប្រើប្រាស់មកជាមួយនឹងបូមហើយផ្នែកខាងក្រោយគឺបានប្រើប្រាស់មកជាមួយនឹងរ៉ូស័របូករួមជាមួយនឹងការបំពាក់នៅដងទប់លំនឹងហើយសម្រាប់កាំងខាងមុខគឺបានបំពាក់មកជាមួយនឹងហ្វ្រាំងប្រភេទ Disc ដោយឡែកសម្រាប់ផ្នែកខាងក្រោយជាប្រភេទ Frank Score ទោះជាយ៉ាងណាក៏ដោយសម្រាប់ម៉ាកដែលមានឈ្មោះថា Visto គឺលែងត្រូវបានប្រើប្រាស់តទៅទៀតហើយនៅក្នុងឆ្នាំ2004ដោយជំនួសមកនៅម៉ាកដែលមានឈ្មោះថា Picanto ដែលបងប្អូនតែងតែឮនៅពេលបច្ចុប្បន្ននេះតើបងប្អូនណាខ្លះធ្លាប់មានបទពិសោធន៍ក៏ដូចជាកំពុងតែប្រើប្រាស់ជាមួយនឹងរថយន្ត Kia Visto សូមចែករំលែកទាំងអស់គ្នាចុច like follow page ក៏ដូចជា subscribe YouTube channel របស់ស្វាខាដើម្បីទទួលបានព័ត៌មានចំណេះដឹងបទពិសោធន៍រួមទាំងការកម្សាន្តពាក់ព័ន្ធជាមួយនឹងវិស័យរថយន្ត